អានឹងមានអ្វីកើតឡើងប្រសិនបើគ្រាប់បែកនុយក្លេអ៊ែរផ្ទុះនៅក្នុងរណ្ដៅម៉ារីយ៉ាណានេះគឺជាសាបបំបែដែលជាគ្រាប់បែកនុយក្លេអ៊ែរដែលមេដឹកនាំសូវៀត Nikita Khrushchev បានសន្យាថានឹងបង្ហាញដល់បស្ចិមប្រទេសក្នុងអំឡុងសង្គ្រាមត្រជាក់ថាមពលដ៏ខ្លាំងក្លាបំផុតចំនួន 58.6 មេហ្គាតោនជាមួយនឹងរលកផ្ទុះដែលបានធ្វើដំណើរជុំវិញពិភពលោកចំនួន3ដងហើយនេះគឺជារណ្ដៅម៉ារីយ៉ាណាដែលជាស្នាមប្រេះជ្រៅបំផុតនៅលើផ្ទៃផែនដីជាជ្រលងភ្នំដែលមានជម្រៅជិត7ម៉ាយឬ11គីឡូម៉ែត្រតឹងរហូតដល់3ម៉ាយឬ5គីឡូម៉ែត្រនិងពោពេញដោយទឹកទាំងស្រុងគ្រាប់បែកសាល់បំបែត្រូវបានទម្លាក់ពីកម្ពស់ 6.5 ម៉ាយនោះគឺប្រហែល10គីឡូម៉ែត្រកន្លះដែលស្ទើរតែស្មើនឹងជម្រៅនៃរណ្ដៅម៉ារីយ៉ាណាតើវាជារឿងចៃដន្យមែនទេខ្ញុំមិនគិតដូច្នេះទេដូច្នេះតើមានអ្វីកើតឡើងប្រសិនបើយើងទម្លាក់គ្រាប់បែកនុយក្លេអ៊ែរទៅក្នុងជម្រៅនៃរណ្ដៅម៉ារីយ៉ាណាដើម្បីឲ្យវាផ្ទុះឡើងយ៉ាងខ្លាំងក្លានោះមិនអីទេដូច្នេះយើងបានសម្រេចចិត្តបំផ្ទុះរណ្ដៅម៉ារីយ៉ាណាហើយមុននឹងឆ្លើយសំណួរថាតើមានអ្វីកើតឡើងយើងត្រូវរកវិធីបញ្ជូនគ្រាប់បែកទៅជម្រៅ7ម៉ាយឬ11គីឡូម៉ែត្រហើយវាមិនងាយស្រួលដូចដែលអ្នកគិតនោះទេយ៉ាងណាមិញដង់ស៊ីតេទឹកគឺ1ក្រាមក្នុង1សង់ទីម៉ែត្រគូបដែលមានន័យថានៅជម្រៅទាំងនេះសម្ពាធទឹកនឹងឡើងដល់110មេហ្គាប៉ាស្កាល់ដែលស្មើនឹង1100ដងនៃសម្ពាធបរិយាកាសធម្មតាសម្រាប់គោលបំណងរបស់យើងនេះមានន័យថាគ្រាប់បែកនុយក្លេអ៊ែរដែលមានស្រទាប់សំខាន់ក្រៅធម្មតានឹងត្រូវកិនឲ្យសំប៉ែតដោយមិនផ្ទុះឡើយលទ្ធផលចុងក្រោយដែលគួរឲ្យអស់សំណើចប៉ុន្តែមិនសូវល្អនោះគឺនំផេនខេកអ៊ុយរ៉ានីញ៉ូមដ៏ធំដែលមានអង្កត់ផ្ចិត130ហ្វីតឬ40ម៉ែត្រដែលធ្លាក់ទៅដល់បាតរណ្ដៅម៉ារីយ៉ាណានំផេនខេកនេះនឹងបញ្ចេញវិទ្យុសកម្មរាប់សិតវ៉ាត់ដោយសារពាក់កណ្ដាលជីវិតរបស់អ៊ុយរ៉ានីញ៉ូមគឺ2000ឆ្នាំប៉ុន្តែនៅក្នុងសេណារីយ៉ូនេះនឹងមិនមានការផ្ទុះកើតឡើងទេបន្ទុកនឹងមិនត្រូវបានសង្កត់ដល់ចំណុចនៃម៉ាស់គ្រោះថ្នាក់ទេហើយសម្បកកម្ដៅនុយក្លេអ៊ែរនៃគ្រាប់បែកនឹងត្រូវរហែកនៅពាក់កណ្ដាលផ្លូវទៅបាតហើយរលាយក្នុងទឹកដូច្នេះចូលឧបមាថាគ្រាប់បែកនឹងត្រូវបានទម្លាក់ចុះទៅក្នុងនាវាមួយទឹកបាតសមុទ្រនោះគឺជាឧបករណ៍មួយទឹកសមុទ្រជ្រៅដែលត្រូវបានរចនាឡើងដើម្បីទប់ទល់នឹងសម្ពាធខ្ពស់និងអាចបញ្ជាពីចម្ងាយបានក្នុងករណីនេះយើងនឹងទទួលបានការផ្ទុះរបស់យើងហើយតាមពិតទៅមានវិធីច្រើនជាមួយសម្រាប់រឿងនោះកើតឡើងទី1ប្រសិនបើគ្រាប់បែកត្រូវបានបំផ្ទុះនៅជម្រៅចន្លោះពី3ទៅ5ម៉ាយគឺ5ទៅ8គីឡូម៉ែត្រការផ្ទុះនឹងមិនខុសគ្នាប៉ុន្មានពីការសាកល្បងនុយក្លេអ៊ែរក្រោមទឹកធម្មតានោះទេអូលើកលែងតែរលកយ៉ាស៊ូណាមានកម្ពស់400ហ្វីតឬ122ម៉ែត្រដែលនឹងលេចឡើងនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកហើយបោកបក់ជប៉ុននិងអាស៊ីអាគ្នេយ៍ទាំងអស់ឲ្យបាត់អស់ម្យ៉ាងទៀតពាក់កណ្ដាលនៃប្រទេសអូស្ត្រាលីនិងតំបន់ភាគខាងកើតនៃប្រទេសចិននឹងជួបប្រទះនឹងទឹកជំនន់យ៉ាងខ្លាំងហើយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិកជាពិសេស San Francisco និង Los Angeles នឹងត្រូវរងការវាយប្រហារដោយរលកកម្ពស់រហូតដល់250ហ្វីតឬ76ម៉ែត្រជ្រុងផ្សេងទៀតនៃពិភពលោកក៏នឹងរងផលប៉ះពាល់ផងដែរបើទោះបីជាវាស្រាលជាងបន្តិចក៏ដោយបើប្រៀបធៀបទៅលើសពីនេះកម្រិតវិទ្យុសកម្មនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនឹងកើនឡើងបន្តិចក្នុងរយៈពេល2ទៅ3ថ្ងៃមុនពេលត្រឡប់មកសភាពធម្មតាវិញទី2ប្រសិនបើគ្រាប់បែកត្រូវបានបំផ្ទុះនៅជម្រៅចន្លោះពី5ទៅ7ម៉ាយឬ8ទៅ11គីឡូម៉ែត្រឬនៅបាតបំផុតនោះយើងត្រូវគិតគូរពីការពិតដែលថារណ្ដៅម៉ារីយ៉ាណាស្ថិតនៅចន្លោះព្រំប្រទល់នៃផ្លាកតិកតូនិក2គឺប៉ាស៊ីហ្វិកនិងហ្វីលីពីនប្រសិនបើឧបករណ៍នុយក្លេអ៊ែរដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោកត្រូវបានបំផ្ទុះនៅកន្លែងនេះរលកធាតុអាកាសពីការផ្ទុះដែលត្រូវបានពង្រឹងដោយឥទ្ធិពលអ៊ីដ្រូស្តាទិកនិងបង្កើតកម្លាំងរុញចុះក្រោមយ៉ាងខ្លាំងចំទីតាំងនៃចំណុចខ្សោយមួយនៃស្រទាប់ផែនដីដែលជាចំណុចប្រសព្វនៃផ្លាកតិកតូនិកជាលទ្ធផលផ្លាកទាំងនោះនឹងចាប់ផ្ដើមរំកិលចូលគ្នាឬចេញពីគ្នាឆ្ងាយយ៉ាងលឿនហើយជម្រើសណាមួយក៏សុទ្ធតែបង្កបញ្ហាដល់មនុស្សជាតិដែរដូច្នេះប្រសិនបើគ្រាប់បែកផ្ទុះនៅបាតឬក្បែរបាតសមុទ្រយើងនឹងមិនមែនគ្រាន់តែឃើញទឹកខ្ទាតខ្លាំងនោះទេថាមពលដែលទទួលបាននៅបាតសមុទ្រនឹងត្រូវបានបញ្ជូនទៅកាន់ព្រំប្រទល់នៃផ្លាកតិកតូនិកក្នុងល្បឿននៃសំឡេងផ្នែកខ្លះនៃថាមពលនោះនឹងជះត្រឡប់មកលើវិញពីបាតរណ្ដៅហើយបញ្ចេញមកលើផ្ទៃទឹកក្នុងទម្រង់ជាមហាស៊ូណាមីដ៏ធំសម្បើមបំផុត ប
ប៉ុន្តែលើកនេះរលកស៊ូណាមួយគ្រាន់តែជាការចាប់ផ្ដើមនៃមហន្តរាយដ៏ធំតែប៉ុណ្ណោះបន្ទាប់មកយើងនឹងឃើញការរញ្ជួយដីកម្រិត12ដ៏ខ្លាំងក្លាកើតឡើងនៅទូទាំងតំបន់ខ្សែក្រវ៉ាត់ភ្លើងដែលនឹងបង្កឲ្យមានរលកស៊ូណាមីលើកទី2ដែលខ្ពស់ជាងមុនទៅទៀតបន្ទាប់មកយើងនឹងឃើញការបញ្ចេញម៉ាម៉ាយ៉ាងសន្ធឹកសន្ធាប់នៅតំបន់ផ្ទុះហើយវានឹងបង្កឲ្យមានការផ្ទុះភ្នំភ្លើងបន្តគ្នាដើម្បីបង្គ្រប់រូបភាពនៃមហន្តរាយកុំឲ្យអ្នករស់រានមានជីវិតនៅតំបន់ខ្ពង់រាបស្មានថាពួកគេមានសំណាងសកម្មភាពភ្នំភ្លើងនេះនឹងបន្តយ៉ាងហោចណាស់មួយខែដូច្នេះផែនដីនឹងរងការវាយប្រហារដោយភ្លៀងអាស៊ីតដែលហាក់ដូចជាគ្មានទីបញ្ចប់ខណៈដែលភេសនៅលើអាកាសនឹងរំខានដល់ការធ្វើដំណើរតាមយន្តហោះសម្រាប់បេសកកម្មមនុស្សធម៌ព្រមទាំងបាំងពន្លឺព្រះអាទិត្យភាគច្រើនផងដែរចំពោះខ្ញុំវាហាក់ដូចជាសញ្ញានៃរដូវរមានុយក្លេអ៊ែរឬយ៉ាងហោចណាស់ក៏ជាឆ្នាំដែលត្រជាក់ខ្លាំងបំផុតក្នុងរយៈពេល 2-3 ឆ្នាំដែររួមផ្សំជាមួយនឹងរលកស៊ូណាមីភាពត្រជាក់ខ្លាំងអាចបណ្ដាលឲ្យមានមហន្តរាយទូទាំងពិភពលោកដែលធ្វើឲ្យភេវៈរស់ជាច្រើនប្រភេទរួមទាំងមនុស្សផងដែរឈានដល់ការផុតពូជវាក៏មានលទ្ធភាពដែលថាការផ្ទុះប្រភេទសប៊ំបេនៅជម្រៅប្រហែល 1.5 ម៉ាយឬ 2.5 គីឡូម៉ែត្រពីបាតរណ្ដៅម៉ារីយ៉ាណាអាចទម្លុះសម្បកផែនដីឲ្យធ្លាយដែលគ្រប់គ្រាន់នឹងបង្កើតជាប្រភពម៉ាម៉ាបន្ទាប់មកប្រភពម៉ាម៉ានោះនឹងបង្កើតជាទ្វីបថ្មីមួយខណៈពេលដែលបង្កឲ្យមានរលកស៊ូណាមនិងបញ្ហាបរិស្ថានដូចដែលបានពិភាក្សាពីមុនលើសពីនេះការប៉ះទង្គិចយ៉ាងខ្លាំងអាចរុញភពផែនដីឲ្យចេញពីកន្លងបច្ចុប្បន្នរបស់វាបន្តិចវានឹងនាំយើងឲ្យខិតទៅជិតព្រះអាទិត្យដែលយើងនឹងត្រូវឆេះខ្លោចហើយផែនដីដ៏កំសត់របស់យើងនឹងคล้ายទៅជាដូចភពសុក្រទី2ឬផ្ទុយទៅវិញការប៉ះទង្គិចនោះអាចរុញកន្លងរបស់យើងឲ្យឆ្ងាយជាងមុនដែលយើងនឹងធ្លាក់ចូលទៅក្នុងរដូវរមាដ៏អស់កលឹបជានិច្ចជាចុងក្រោយវាមានលទ្ធភាពដែលការផ្ទុះដ៏ខ្លាំងក្លាបែបនេះនៅទីតាំងនៃស្នាមព្រះតិកតូនិកនឹងគ្រាន់តែហែកភពផែនដីនេះឲ្យដាច់ចេញពីគ្នាជោគវាសនារបស់មនុស្សជាតិនៅក្នុងសេណារីយ៉ូនោះគឺងាយស្រួលនឹងមើលឃើញណាស់ទោះជាយ៉ាងណាក៏ដោយជាសំណាងល្អលទ្ធភាពដែលរឿងខាងលើណាមួយកើតឡើងគឺទាបបំផុតដូចដែលបទពិសោធន៍បានបង្ហាញនៅទីបំផុតមនុស្សមិនមែនជាមនុស្សរងំនោះទេមិនយូរប៉ុន្មានបន្ទាប់ពីការសាកល្បងបរិយាកាសដោយជោគជ័យនៃសាប៊ំបេក្នុងឆ្នាំ1963បណ្ដាប្រទេសក្លឹបនុយក្លេអ៊ែរបានចុះហត្ថលេខានៅទីក្រុងមូស្គូលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរក្នុងបរិយាកាសក្នុងលំហអាកាសឬក្រោមទឹកដែលជាប្រភេទវិធានការការពារដើម្បីទប់ស្កាត់មហន្តរាយនាពេលអនាគត